បរិះខ្លាំងនៃកម្ពុជាសម្ដេចតេជោហ៊ុនសែនទុកពេលឲ្យភាគីថៃ24 ម៉ោងបើស្អែកថៃមិនបើកច្រកឲ្យដូចដើមវិញទេកម្ពុជានឹងបិទមិនឲ្យនាំចូលបន្លែនិងផ្លែឈើពីថៃទាំងស្រុងបរិះខ្លាំងនៃកម្ពុជាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានថ្លែងថាកម្ពុជាទុកពេលឲ្យថៃ24 ម៉ោងបើស្អែកថៃមិនបើកច្រកធម្មតាវិញទេយើងនឹងបិទច្រកព្រំដែនទូទាំងប្រទេសមិនឲ្យនាំចូលបន្លែនិងផ្លែឈើពីថៃនោះទេសម្ដេចតេជោបញ្ជាក់ថាជុំវិញការបិទច្រកព្រំដែនភាគីថៃជាអ្នកបិទដូច្នេះភាគីថៃជាអ្នកទទួលខុសត្រូវលើការរំលោភលើកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរកម្ពុជាមិនអាចទទួលយកការចរចាណាមួយឡើយព្រោះការបិទច្រកព្រំដែននេះភាគីថៃថាជាអ្នកបិទមុនដោយឯកតោភាគីឲ្យកម្ពុជាទុកពេលឲ្យថៃ24 ម៉ោងបើស្អែកអត់បើកច្រកធម្មតាវិញទេយើងនឹងបិទទូទាំងព្រំដែនអត់ឲ្យនាំចូលបន្លែនិងផ្លែឈើពីថៃតាមរយៈថ្លែងសារពិសេសចេញពីវិមានព្រឹទ្ធសភានាព្រឹកថ្ងៃទី16 មិថុនាឆ្នាំ2025សម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាបានព្រមានបិទច្រកព្រំដែនកម្ពុជាថៃទាំងអស់ចាប់ពីស្អែកនេះតទៅដោយហាមលើការនាំចូលបន្លែផ្លែឈើចូលមកកម្ពុជាបើសិនជាភាគីថៃមិនព្រមបើកច្រកព្រំដែនឲ្យដំណើរការធម្មតាវិញដូចមុនពេលមានចំនួនព្រំដែនដើម្បីជាការឆ្លើយតបទៅនឹងវិធានការកក្លឿនមិនគោរពច្បាប់របស់ថៃប៉ុន្តែដោយសារមានកិច្ចពិភាក្សារវាងនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតីហ៊ុនម៉ាណែតជាមួយនាយករដ្ឋមន្ត្រីថៃទើបសម្រេចពន្យាលពេល24 ម៉ោងសម្ដេចតេជោហ៊ុនសែនបានបញ្ជាក់ថាការរំលោភលើកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរទៅលើបញ្ហាច្រកព្រំដែនដោយបានព្រមព្រៀងគ្នាតែនៅពេលដែលបិទព្រំដែនគឺភាគីថៃបិទខ្លួនឯងតែពេលចង់បើកមកបបួលភាគីកម្ពុជាចរចាដើម្បីកុំឲ្យបាក់មុខខ្លួនក្នុងចេតនាទាញកម្ពុជាឲ្យបាក់មុខជាមួយសូមឲ្យច្បាស់ថាកម្ពុជាជាប្រទេសដែលមានកិត្តិយសមានសេចក្តីថ្លៃថ្នូរហើយចេះទទួលខុសត្រូវសង្ឃឹមថាភាគីថៃនឹងចេះទទួលខុសត្រូវករណីខ្លួនបានប្រព្រឹត្តតែមកដាក់លក្ខខណ្ឌចរចាជាមួយរដ្ឋាភិបាលកម្ពុជាដើម្បីបើកព្រំដែនរឿងនេះកម្ពុជាអត់ទទួលយកបាននោះទេសម្ដេចតេជោហ៊ុនសែនសូមបងប្អូនប្រជាជនថៃកុំបន្ទោសរដ្ឋាភិបាលកម្ពុជាក្នុងការបិទច្រកដូងខេត្តបាត់ដំបងដែលហាមឃាត់នៅការដឹកផ្លែឈើនិងបន្លែដែលក្នុងមួយថ្ងៃរាប់រយឡានដឹកចូលមកកម្ពុជានិងឆ្លងកាត់ទៅវៀតណាមគួរទៅតវ៉ាជាមួយកងទ័ពថៃដែលបិទព្រំដែនឯកតោភាគីពលរដ្ឋថៃត្រូវទៅតវ៉ាជាមួយទាហានថៃខ្លួនឯងព្រោះទាហានថៃជាអ្នកបិទមិនមែនខ្មែរជាអ្នកបិទទេអញ្ចឹងសូមបងប្អូនថៃកុំខឹងសម្បាជាមួយប្រទេសកម្ពុជាព្រោះនេះជាលទ្ធផលនៃការបំពានច្បាប់ដោយយោធាថៃសម្ដេចតេជោហ៊ុនសែនបានប្រមានយ៉ាងដូចនេះថាឥឡូវនេះបើកុំអីថ្ងៃនេះយើងបិទទូទាំងព្រំដែនតែម្ដងទៅលើការនាំចូលបន្លែផ្លែឈើចូលមកកម្ពុជាប៉ុន្តែដោយសារតែមានការសន្ទនារវាងខ្ញុំជាមួយនឹងនាយករដ្ឋមន្ត្រីថៃនិងរវាងនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតជាមួយនាយករដ្ឋមន្ត្រីថៃយើងពន្យាលពេល24 ម៉ោងប៉ុន្តែបើថ្ងៃនេះភាគីថៃមិនព្រមបើកច្រកឲ្យដូចដើមវិញទេថ្ងៃស្អែកយើងនឹងចាប់អនុវត្តទូទាំងព្រំដែនដោយហាមឃាត់នៅការនាំចូលផ្លែឈើនិងហាមឃាត់នៅការនាំចូលបន្លែចូលមកកាន់កម្ពុជាជាមួយនឹងការត្រៀមបិទនេះសម្ដេចតេជោក៏បានណែនាំស្ថាប័នពាក់ព័ន្ធក៏ដូចជាអ្នកមានធនធានសប្បុរសជនត្រូវខិតខំប្រមូលទិញកសិផលខ្មែរបន្លែផ្លែឈើយកទៅចែកជូនកងទ័ពនៅតាមទល់ដែនឬជូនមណ្ឌលកុមារកំព្រាកន្លែងហ្វឹកហាត់ទាហាននិងហ្វឹកហាត់នគរបាល